ជំរាបសួរបងប្អូនប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នាកម្មវិធីបូរី Podcast បានវិលត្រឡប់មកជួបពុកម៉ែបងប្អូនយើងទាំងអស់គ្នាវិញហើយនៅថ្ងៃនេះដែលកម្មវិធីយើងគឺមានប្រធានបទមួយដែលលើកយកមកជែកគ្នាផងដែរហើយមានការចូលរួមពីសំណាក់លោកណាវីដែលជាបញ្ញាវន្តាមួយរូបផងដែរបាទជំរាបសួរលោកណាវីតើលោកណាវីសុខសប្បាយដែរឬទេបាទជំរាបសួរលោកបូរីខ្ញុំសុខសប្បាយជាទេចុះលោកបូរីវិញសុខទុក្ខយ៉ាងណាដែរបាទលោកណាវីខ្ញុំសុខទុក្ខធម្មតាទេអរគុណលោកណាវីថ្ងៃនេះផងដែរកម្មវិធីយើងគឺមានប្រធានបទមួយដែលនិយាយអំពីការដូរនៃថ្ងៃ14កុម្ភៈទិវានៃក្តីស្រឡាញ់តើលោកណាវីយល់យ៉ាងណាដែរសម្រាប់ថ្ងៃ14កុម្ភៈនេះហើយតើប្រទេសកម្ពុជាយើងគួរតែធ្វើតាមបុណ្យនេះដែរឬទេបាទលោកបូរីអរគុណណាស់ដែលបានសួរសំណួរដែលតាក់ទងទៅនឹងប្រធានបទខាងលើសម្រាប់ថ្ងៃ14កុម្ភៈបុណ្យនៃក្តីស្រឡាញ់គឺគ្រាន់តែបញ្ជាក់ថាជាថ្ងៃមួយដែលមនុស្សគ្រប់គ្នានៅទូទាំងពិភពលោកធ្វើការជូនជាកាដូនៃក្តីស្រឡាញ់ដែលពួកគេមានជូនចំពោះក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់ពួកគេតែប៉ុណ្ណោះសម្រាប់ប្រទេសកម្ពុជាយើងអាចធ្វើតាមបុណ្យនេះផងដែរព្រោះថាបុណ្យនេះគឺបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋយើងពួកគាត់ចេះស្រឡាញ់គ្នានិងយកចិត្តទុកដាក់គ្នាទៅវិញទៅមកផងដែរទាំងក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់ពួកគាត់ដូចជាសេចក្តីស្រឡាញ់ប្រទេសជាតិទាំងមូលផងដែរបាទលោកណាវីខ្ញុំមានសំណួរមួយទៀតតើបុណ្យនៃក្តីស្រឡាញ់នេះមានផលប៉ះពាល់អ្វីខ្លះទៅដល់យុវជននិងយុវនារីរបស់យើងប្រសិនបើពួកគាត់គិតថាបុណ្យនេះគឺជាការផ្ដល់កាដូដែលមានដូចជាផ្កាមួយទងផ្កាមួយបាច់និងសម្ភារៈនិយមផ្សេងទៀតដើម្បីបញ្ជាក់នៃសេចក្តីស្រឡាញ់គ្នាទៅវិញទៅមកដែលធ្វើពួកគាត់យល់ថាទង្វើបែបនេះវាបានប្ដូរមកវិញនៅខ្លួនប្រាណរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេបាទលោកបូរីសំណួរនេះគឺល្អណាស់ប្រសិនបើយុវជនយុវនារីរបស់យើងគាត់មិនបានសិក្សាបានច្បាស់លាស់ពីអត្ថន័យពាក្យថាបុណ្យនៃសេចក្តីស្រឡាញ់នេះគឺវាអាចធ្វើពួកគាត់ដើរទៅរកផ្លូវខុសក្នុងពេលមួយប៉ព្រិចភ្នែក